ខ្ញុំស្រឡាញ់ប្លង់កន្លែងនេះខ្លាំងជាងគេហ្មងមើលទៅឡើងសស្អាតខ្លាំងមែនទែនដូចយើងនៅកាយសំខាន់ខ្ពស់ខ្លាំងមែនទែនមើលខាងដំណើរកំសាន្តទៅកាន់ភ្នំស្អាងសុកស្អាងខេត្តកណ្ដាលតើមានអ្វីប្លែកនោះយើងតាមដានវីដេអូនេះទាំងអស់គ្នាណាសំខាន់មាននេះទៀតសំខាន់ទេសភាពនៅភ្នំស្អាងនេះពិតជាស្អាតខ្លាំងមែនទែនដោយសារតែខែនេះជារដូវភ្លៀងអញ្ចឹងណាបងប្អូនអាចមកលេងបានហើយនេះគឺជាអ្នកតាដែលយើងអាចចូលបន់ស្រន់នៅកន្លែងនេះបាននេះជាដើរឡើងណាហើយនេះយើងក៏ធ្វើការដើរឡើងទៅខាងលើទីតែម្ដងដោយសារតែខាងលើនឹងគឺមានទេសភាពកាន់តែស្អាតតែម្ដងសំខាន់យើងមើលឆ្វេងស្ដាំមើលដឹងតែស្អាតតែម្ដងជាពិសេសទៅខែភ្លៀងអញ្ចឹងឡើងទៅឡើងសស្អាតនេះគឺជាលោកយាយកញ្ចក់ទឹកនៅខាងមុខនេះបងប្អូនណាយើងបន្តឡើងទៅខាងលើទៀតសំខាន់ថ្មភ្នំធំខ្លាំងមែនតើហ្មងណាយើងបត់ទៅខាងឆ្វេងដៃរបស់យើងមកគឺជាកន្លែងរូបសំណាកព្រះពុទ្ធនៅកន្លែងហ្នឹងបងប្អូនអាចចូលទៅអុជធូបសុំបន់ស្រន់នៅកន្លែងហ្នឹងបានថតវីដេអូនេះឲ្យមានអារម្មណ៍ថាវល់មុខខ្លាំងមែនទែនដោយសារតែថតរៀងវល់មុខគាត់តែកាត់តក៏វេទនាដែរនេះអញ្ចឹងយើងចូលបន់ស្រន់បន្តិចទៅហើយក៏ខ្ញុំបានបន់ស្រន់ថាឲ្យខ្ញុំកាត់ជាស្ថិពន់លៀនដូចអ៊ីលុនម៉ាស់តែរាល់ថ្ងៃវិញធ្វើការក៏យឺតធ្វើអីក៏យឺតដែរនេះបន់ស្រន់មិនទាន់បានម៉ានហងងាកខាងឆ្វេងបាច់ឃើញសัตว์អីនេះបងប្អូនអរគ្នាមិនដឹងថាជាសัตว์អីគេគឺស្តៀងទៅមើមប្រះដែរប៉ុន្តែមិនដឹងថាម៉េចរៀងក៏ប៉ុតមើលដូចកូនជ្រូកអញ្ចឹងណាអូនេះជាដើមអីគេនេះចេះតែថតឲ្យបងប្អូនតាមដានទស្សនាមើលតែម្ដងទៅឲ្យប្លែកភ្នែកនៅលើភ្នំស្អាងអញ្ចឹងណាវីដេអូនេះគឺជាវីដេអូមហាឆ្ងល់ហើយគឺឆ្ងល់ទាំងអស់អត់ដឹងថាសัตว์ឬក៏អីហ្នឹងឈ្មោះអីគេទេនេះទៅកន្លែងណាក៏ដោយយើងទាំងអស់គ្នាទៅស្រឡាញ់បរិស្ថានជាពិសេសគឺហូបចុកឲ្យកុំបោះចោលផ្ដេសផ្ដាសបើឃើញសំរាមមកយើងជួយលើសទាំងអស់គ្នាដាក់ចូលក្នុងធុងសំរាមដើម្បីងាកទៅខាងស្ដាំដៃ view ទេសភាពឡើងស្រស់ស្អាតខៀវឡើងងឹតតែម្ដងខាងមុខនេះគឺជាសម្ដៅយន្តគេបើកនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យណាចង់មកជីអីបងប្អូនអរគ្នាអាចមកចាំថ្ងៃសៅរ៍ថ្ងៃអាទិត្យមកគេបើកដំណើរការសំខាន់ខ្ពស់ខ្លាំងមែនទែនមើលខាងក្រោមនឹងស្រីវជើងតែម្ដងណាសំខាន់ខ្ញុំស្រឡាញ់ប្លង់កន្លែងនេះខ្លាំងជាងគេហ្មងមើលទៅឡើងស្រស់ស្អាតខ្លាំងមែនទែនដូចយើងនៅលើពពកអញ្ចឹងណាលោកយើងទៅឃើញហើយគឺចង់ថតកន្លែងនឹងខ្លាំងជាងគេយើងហើយនាំបងអូនស្រីវ៉ាបខ្ញុំហត់ថតវីដេអូពីចម្ងាយគឺសោះស្អាតខ្លាំងមែនទែនមើលខាងស្ដាំក៏ស្អាតឆ្វេងក៏ស្អាតក្រោយក៏ស្អាតចង់និយាយថាមកថតកន្លែងណាគឺថតប្លង់កន្លែងណាក៏ស្អាតដែរចង់និយាយថាខាងក្រោមក៏ស្អាតខាងលើក៏ស្អាតគឺនិយាយទៅថាគ្រប់ប្លង់ហ្មងសិតតែមានប្លង់ទាំងអស់សម្រាប់ឲ្យបងប្អូនអរគ្នាថតបាយបងប្អូនអរគ្នាគឺវីដេអូយើងមានតែប៉ុណ្្នឹងឯងគឺនិយាយទៅមានទេសភាពស្អាតច្រើនជាងនឹងទៀតចង់ដៃពីរបាយជាមួយនឹងស្រីវ៉ាបពេលចុះទៅខាងក្រោមវិញបានឃើញសត្វឆ្មាមួយយ៉ាងណាត់មែនទែននៅខាងក្រោមហ្នឹងហើយជាមានមេនៅខាងលើហ្នឹងដែរបងប្អូនអរគ្នាឃើញមាននៅខាងលើហ្នឹងក៏បានដាក់លំមកវាស៊ីទៅចង់និយាយថាកូនឆ្មានេះស្អាតខ្លាំងមែនទែនប្រហែលជាទឹមតែកើតមកនេះវានៅទេតាប៉ុន្តែ